ហារកម្ពុជាទាំង5ដែលអ្នកគួរញ៉ាំក្រោយអាយុ40ឆ្នាំទី1ផ្លែខ្ទឹមផ្លែឈើនេះផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលប្រឆាំងនឹងការរលាកនិងការពារសន្លាក់របស់អ្នកវាក៏ជួយដល់សុខភាពបេះដូងនិងរក្សាស្បែករបស់អ្នកឲ្យភ្លឺថ្លាផងដែរលេខ2មើមយេនគឺជាធម្មពលសម្រាប់សុខភាពបេះដូងសម្បូរទៅដោយ nitrates ដែលធ្វើឲ្យប្រសើរឡើងនៅលំហូរឈាមនិងបន្ថយសម្ពាធឈាមលើពីនេះពួកវាបង្កើនភាពរឹងមាំនិងជួយដល់សុខភាពខួរក្បាលគ្រាប់ពូជឈើលេខ3តូចប៉ុន្តែខ្លាំងគ្រាប់ពូជឈើសម្បូរទៅដោយអូមេហ្គា3ជាតិសរសៃនិងប្រូតេអ៊ីនពួកគេលើកកម្ពស់សុខភាពពោះវៀនរក្សាលំនឹងជាតិស្ករក្នុងឈាមនិងធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរលេខ4តែបៃតងផ្ទុកទៅដោយ catechins តែបៃតងជំរុញការរំលាយអាហារពង្រឹងមុខងារខួរក្បាលនិងគាំទ្រការសម្រកទម្ងន់វាក៏ជាថ្នាំបន្សាបជាតិពុលធម្មជាតិដែលលើកកម្ពស់សុខភាពទូទៅផងដែរលេខ5ទឹកខ្មាស់ប៉ោមមួយស្លាបព្រាបាយអាចជួយរំលាយអាហារបានរក្សាទល់ឲ្យភាពជាតិស្ករក្នុងឈាមនិងជួយគ្រប់គ្រងទម្ងន់វាត្រូវបានគេស្គាល់ផងដែរដើម្បីធ្វើឲ្យប្រសើរឡើងនៅកម្រិតកូលេស្តេរ៉ុលតាមពេលវេលាផ្ដល់ថាមពលដល់រាងកាយរបស់អ្នកជាមួយនឹងអាហារដែលមានផ្ទុកសារធាតុចិញ្ចឹមទាំងនេះហើយលូតលាស់បន្ទាប់ពីអាយុ40ឆ្នាំនៅពេលដែលអ្នកមានអាយុ40ឆ្នាំរាងកាយរបស់អ្នកចាប់ផ្ដើមផ្លាស់ប្ដូរការរំលាយអាហាររបស់អ្នកថយចុះការរំលាយអាហារកាន់តែមានភាពរសើបហើយការរលាកកើនឡើងនោះហើយជាមូលហេតុដែលការញ៉ាំអាហារត្រឹមត្រូវគឺមានសារៈសំខាន់ជាងពេលណាទាំងអស់ខ្ញុំបានបង្កើតសៀវភៅជាបន្តបន្ទាប់ដើម្បីជួយអ្នកឲ្យមានអារម្មណ៍ក្មេងជាងវ័យមានសុខភាពល្អនិងថាមពលកាន់តែច្រើនដោយចាប់ផ្ដើមជាមួយនឹងការផ្លាស់ប្ដូរដ៏សាមញ្ញសៀវភៅទឹកបន្លែគឺសម្បូរទៅដោយរូបមន្តដែលសម្អាតប្រព័ន្ធរបស់អ្នកយ៉ាងទន់ភ្លន់និងជួយដល់សុខភាពថ្លើមនិងពោះវៀនសៀវភៅ Smoothie ជួយអ្នកប្រឆាំងនឹងភាពនឿយហត់ធ្វើឲ្យស្បែកប្រសើរឡើងនិងពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នកដោយប្រើប្រាស់ផ្លែឈើនិងបន្លែពិតហើយប្រសិនបើអ្នកកំពុងគ្រប់គ្រងទម្ងន់ឬជាតិស្ករក្នុងឈាមសៀវភៅ Keto Cookbook របស់ខ្ញុំគឺល្អឥតខ្ចោះសម្រាប់ការកាត់បន្ថយកាបូអ៊ីដ្រាតខណៈពេលដែលនៅតែរីករាយជាមួយអាហារឆ្ងាញ់